តើបងប្អូនបាទវីដេអូនេះគ្រាន់តែចែកម្លែកទេបើសិនជាបងប្អូនគិតថាមានប្រយោជន៍ក៏យកទុកហើយក៏ធ្វើតាមទៅបាទធ្វើតាមទៅទីតាំងបងប្អូន router មេបើសិនជាបងប្អូនលេងទៅមានបញ្ហាអត់ slow អត់លេងបានគ្នាច្រើនអត់ចេះបានឆ្ងាយអត់បើអត់ទេបងប្អូនធ្វើតាមខ្ញុំណាបាទធ្វើតាមខ្ញុំទៅបងប្អូនទិញ router មួយទៀតមកទិញឲ្យរៀងតម្លៃរៀងគួរសមតិចមកអញ្ចឹងបងប្អូនគ្រាន់បំបែកទេណាបាទបំបែកខ្សែនេះចេញពី router មេនេះ port ខាងក្រោមហ្នឹងដោតចូល router ថ្មីទៅហើយដាក់នៅគិនគ្នាក៏បានដែរអត់បញ្ហាទេសំខាន់វាដើរស្រួលជាងព្រោះ router នេះវាអាចរ៉ាន់បានគ្នាតិចអញ្ចឹង router នេះអាចរ៉ាន់បានរៀងគួរសមអញ្ចឹងយើងយកអ៊ីនធឺណិតពី router នេះមកគាត់ដោតចូល router នេះមកអញ្ចឹង router នេះមានអ៊ីនធឺណិតដែរហើយយើង set ឈ្មោះ Wi-Fi លើ router នេះមកចង់ដាក់ឈ្មោះមិនដាក់ password មិនបងប្អូន set ទៅឲ្យ router នេះយើងបិទឈ្មោះ Wi-Fi វាចោលក៏បានឬក៏ដូរ password កុំឲ្យគេស្គាល់ណាកុំឲ្យគេលេងនៅពេលដែលគេអត់លេងវាទេវាដើរស្រួលហើយអញ្ចឹងពេលវាដើរស្រួលវាបញ្ជូនអ៊ីនធឺណិតទៅតាមខ្សែនេះវាបញ្ចេញមកហ្នឹងវាបញ្ចូលមកនេះអានេះវាមេពេញអញ្ចឹងអានេះវាជះទៅវាជះបានឆ្ងាយជាងហើយលេងបានគ្នាច្រើនជាងអញ្ចឹងវាដើរ smooth ទាំងអស់គ្នាបាទហើយបើសិនបងប្អូនស្ទើរថាដាក់នៅជាន់បន្តដីទៅស្ទើរនៅជាន់ទី1អីលេងអត់ដល់អីបងប្អូនបំបែកទៀតទៅបាទបំបែកដោយអត់ប្រើខ្សែក៏បានបំបែកដោយប្រើខ្សែក៏បានហើយយើងមានឧបករណ៍បំបែកណាដោយប្រភេទពួក router នេះចាក់ស្ដែងបាទ router នេះចាក់ស្ដែងគ្រាន់រៀងថ្លៃបន្តិចតែបងប្អូនចង់ប្រើខ្សែក៏បានចង់អត់ប្រើខ្សែក៏បានដែរអញ្ចឹងមានតម្លៃល្អទេបើសិនបងប្អូនមានតម្រូវការហើយបងប្អូនទិញពីខាងណាក៏បានដែរគិតថាតម្លៃល្អហើយមានការធានាអីវ៉ាន់តេស្តបាទសម្អាតហើយស្អាតអីវ៉ាន់97 98%ហើយមានការធានាមានអីត្រឹមត្រូវបងប្អូនទិញទៅបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងគ្រាន់ចែកម្លែកបងប្អូនថាបើចង់ឲ្យដើរស្រួលបងប្អូនធ្វើតាមខ្ញុំដាក់ router មួយទៀតនៅជាប់ហ្នឹងមើលហើយបិទឈ្មោះ Wi-Fi អាមេនេះចោលមកប៊ុំអ៊ីនធឺណិតមកពេញបឹបហ្មងបាទ